ខ្មែរស្រឡាញ់ខ្មែរជួយគ្រប់គ្រងខ្មែរនៅក្នុងវីដេអូខ្លីនេះគឺខ្ញុំចង់ណែនាំហាងលក់ម្ហូបខ្មែរឆ្ងាញ់មួយកន្លែងដែលមានម្ចាស់ហាងជាខ្មែរតែម្ដងដែលស្ថិតនៅក្នុងទីក្រុងបូកដូប្រទេសបារាំងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនពីបរិយាកាសទាំងក្នុងនិងក្រៅហាងតែម្ដងហើយព្រមទាំងមុខម្ហូបដែលពួកខ្ញុំបានកំងញ៉ាំនៅពេលដែលពួកខ្ញុំបានទៅដល់តែនឥឡូវខ្ញុំបើកចូលទៅហើយនេះគឺជាបរិយាកាសនៅក្នុងហាងដែលបងប្អូនបានឃើញអញ្ចឹងគឺមានការដេក័ររូបស៊ីក្លូរូបអប្សរានិងមុខម្ហូបផ្សេងអញ្ចឹងថ្ងៃដែលទៅញ៉ាំហ្នឹងខ្ញុំនិងគ្រួសារហ្នឹងគឺទៅរៀងលឿនតិចព្រោះដឹងថាបើសិនជានៅតិចទៀតហ្នឹងគឺភ្ញៀវមកកាន់តែច្រើនឃើញទេខ្ញុំថតទុំតែបាន10-20នាទីគឺភ្ញៀវគាត់មកពេញហ្មងមុននឹងប្រាប់បងប្អូនថាតើខ្ញុំនិងគ្រួសារបានកំងអីញ៉ាំខ្លះខ្ញុំចង់បង្ហាញម្ចាស់ហាងឲ្យបងប្អូនបានស្គាល់សិនសួរបងបើបងប្អូនដែលគាត់ចង់កុំមកលេងនៅខេត្តបូកដូនេះគាត់ចង់ភាសាម្ហូបបែបខ្មែរអាស៊ីអាទិកអាចមកជឿមកភាសានៅហាងខ្ញុំបាននៅ restaurant ខ្មែរ Seafood នៅ Plaza Lita អូខេចាអរគុណបង C'était pour le madame. Merci beaucoup. Les 500, t'as le paquet un sac, t'as les façons, elle est plus chère, hein, c'est ça qui est. Ça doit être le tarif tout simplement qui monte. Après, c'est une pack, avec un stabilisateur et tout. Oui, merci. Ça, c'est en bas. ថ្ងៃទៅញ៉ាំហ្នឹងគឺពួកខ្ញុំមានគ្នា4នាក់ហើយពួកខ្ញុំបានកំងដូចជាឡុកឡាក់4អីចឹងទៅចាហើយអ្នកដែលចាក់ទឹកតែនេះគឺជាបងថ្លៃស្រីរបស់ខ្ញុំចាហើយបងបារាំងឈុតដែលកំពុងតែច្បាច់ក្រូចឆ្មានេះគឺជាស្វាមីរបស់គាត់ចាតាមពិតទៅកំឡុងថ្ងៃបុណ្យណូអែលគឺជាថ្ងៃឈប់សម្រាកអញ្ចឹងខ្ញុំនិងគ្រួសារក៏មានពេលសម្រាកដូចគ្នាអញ្ចឹងពួកយើងក៏សម្រេចចិត្តមកលេងបងនៅខេត្តបូកដូហ្នឹងហើយពួកគាត់ក៏បាននាំខ្ញុំមកញ៉ាំបាយថ្ងៃត្រង់នៅហាងខ្មែរយើងហ្នឹងឥឡូវខ្ញុំចង់ប្រាប់បងប្អូនពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំបន្ទាប់ពីបានទៅញ៉ាំបាយថ្ងៃត្រង់នៅហាងខ្មែរយើងហ្នឹងហើយសម្រាប់ខ្ញុំគឺខ្ញុំឲ្យ9លើ10ទៅលើមុខម្ហូបដែលខ្ញុំបានកំងអញ្ចឹងខ្ញុំបានកំងឡុកឡាក់ហើយបរិយាកាសនៅក្នុងហាងដូចបងប្អូនបានឃើញអញ្ចឹងគឺគាត់បានតុបតែងដូចជាដាក់រូបចម្លាក់អប្សរាឧបករណ៍ភ្លេងខ្មែរដើម្បីបង្ហាញទៅដល់ជនបរទេសផ្សេងៗដើម្បីបង្ហាញថានេះគឺជារបស់ខ្មែរហើយបើនិយាយពីម្ចាស់ហាងវិញពួកគាត់រួយខ្លាំងមែនតែនមិនថាជាមួយភ្ញៀវខ្មែរភ្ញៀវជនជាតិបារាំងឬក៏ភ្ញៀវជនជាតិផ្សេងទេអញ្ចឹងនៅtrongវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីលេខទូរស័ព្ទទីតាំងនិងឈ្មោះហាងចាអញ្ចឹងហាងគាត់ឈ្មោះថាខ្មែរ Street Food ហើយនេះជា page ក៏ដូចជា account Instagram របស់គាត់អញ្ចឹងកុំភ្លេចជួយគាំទ្រផងណា